សួស្តីនិងស្វាគមន៍ទៅកាន់បងប្អូនអ្នកដែលស្រឡាញ់វិស័យម៉ូតូធំយើងទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាវិញទៀតហើយជាមួយនឹងវីដេអូថ្មីដោយថ្ងៃនេះគឺមានដំណើរកម្សាន្តទៅផឹកកាហ្វេផ្លូវវាងក្រុងនៅខេត្តកំពង់ឆ្នាំងជាមួយនឹងម៉ូតូ Yamaha Orsich របស់ខ្ញុំដោយចាយលុយត្រឹមតែ 10,000 រៀលទាំងការចាក់សាំងម្ហូបអាហារភេសជ្ជៈនិងការចំណាយផ្សេងៗហើយនេះគឺជា challenge លើកទី1របស់ខ្ញុំដែរសម្រាប់ការសាកល្បងថាតើជាមួយនឹងលុយ 10,000 តើអាចទៅកំពង់ឆ្នាំងទាំងទៅទាំងមកគ្រប់គ្រាន់ដែរទេតាមដានវីដេអូពេញទាំងអស់គ្នាអូខេ2,000 years later ឥឡូវហ្នឹងគឺម៉ោង 6 ព្រឹកគឺខ្ញុំរត់ទៅជាងគេបន្តិចដោយសារផ្ទះខ្ញុំនៅឆ្ងាយហើយត្រូវជុំគ្នានៅក្រាស់សាំងព្រែកភ្នៅបងប្អូនហើយឥឡូវហ្នឹងគឺខ្ញុំចូលចាក់សាំងនៅក្បែរផ្ទះនេះសិនគឺសាំងមានមួយចំនួននេះប៉ុន្តែគឺយើងចាក់សាំងពពេញធុង reservoir ហើយហ្នឹងចឹងណាបងប្អូនធម្មតាមកពេញបងដោយសារសាំងនៅក្នុងធុងគឺមានខ្លះហើយឥឡូវនេះគឺយើងចាក់អស់8លីត្រហើយ8លីត្រនេះគឺយើងគិតលុយអស់ 38,800 រៀលឥឡូវហ្នឹងគឺយើងមកដល់ព្រៃភ្នៅបងប្អូនហើយអត់ទាន់បានចេញដំណើរទៅភ្លាមទេគឺយើងនៅចាំបងប្អូនយើងមកបដាដើម្បីជុំគ្នាទៅអាចចេញដំណើរទៅទាំងអស់គ្នាបានដល់ហើយបងប្អូនដល់ហើយក្រាស់សាំងតោតើព្រៃភ្នៅយើងជុំគ្នាកាហ្វេផ្លូវវាងក្រុងកំពង់ឆ្នាំងហើយឥឡូវទៅចាំគ្នាសិននៅខែជា6 7ម៉ូតូទៀតឥឡូវបានមកដល់ម៉ូតូ8គ្រឿងហើយឥឡូវនេះគឺបងប្អូនយើងគាត់ចង់បាន logo បាទហើយបងប្អូនយើងផ្សេងទៀតដូចគ្នាដែរបើសិនជាចង់បាន logo អីអាចតាក់ទងមក admin បានឬក៏ជួបក្រៅជួបផ្ទាល់អីអាចសុំ logo បានព្រោះ admin ក៏មាន logo ដែរហើយឥឡូវនេះគឺការបិទ logo ឲ្យបងប្រុស X2 បាទគាត់ជិះ X2 តែមកគាំទ្រ admin ជិះ Orsich បាទដល់កហើយគាត់ថាស្រឡាញ់ Orsich ជិះ X2 តែស្រឡាញ់ Orsich ពេលចឹង admin កៀងហ្មងពេលគាត់និយាយចឹងទឹកដៃ299ជាតិបងមួយដែរទឹកបោកបានតិចហើយសមមួយទៀតបាត់ឲ្យបងមាន logo SBR ដាក់លើនេះ SBR មែនបងអត់បានយកមកផងបងឥឡូវហ្នឹងគឺបងប្អូនយើងបានមកដល់ជុំគ្នាហើយមួយចំនួនទៀតគឺគាត់ចេញទៅមុនប្រហែលជា 4-5 ម៉ូតូដែរហើយសរុបទៅថ្ងៃហ្នឹងគឺបានទៅប្រហែលជា20ម៉ូតូបងប្អូន
ឥឡូវនេះគឺម៉ោង 9 ព្រឹកគឺយើងមកដល់សាលាលេខ 5 ហើយយើងធ្វើការឈប់សម្រាកដើម្បីហូបអាហារពេលព្រឹកทีมខ្ញុំ APR ឲ្យតែជិះតាមផ្លូវជាតិលេខ 5 ទៅកំពង់ឆ្នាំងឬក៏ពោធិ៍សាត់គឺមិនដែលចោលទេបាទកាទៀវដប់សាលាលេខ 5 ហើយកាទៀវដប់នេះគឺយើងអស់15000ទៀតបងប្អូនទើបទៅដល់ពាក់កណ្ដាលផ្លូវឥឡូវអស់លើស 50% បងប្អូនប្រហែលជា challenge ហ្នឹងមកទៅ fail ហើយ ឥឡូវហ្នឹងគឺយើងមកដល់កាហ្វេវាងក្រុងហើយបងប្អូនគឺយើងធ្វើការទុកម៉ូតូទុកអីឲ្យស្រួលហើយយើងធ្វើការចូលទៅក្នុងដើម្បីកំងកាហ្វេកំងអីនិយាយថាទេសភាពនៅក្នុងខែនេះបងប្អូនហើយទេសភាពខៀវស្ងាត់មកតាមវាលស្រែដើមត្នោតអីមើលទៅត្រជាក់ភ្នែកបងសម្រាប់យើងអ្នកនៅភ្នំពេញយើងធ្លាប់តែឃើញឡានឃើញម៉ូតូតែមកតាមជ័យក្រុងនៅតាមខេត្តចេះឃើញទេសភាពបែបនេះខ្វាកបងប្អូនហើយអាកាសធាតុត្រជាក់នេះយើងដេករឹងអង្គុយតុកផឹកកាហ្វេអង្គុយជជែកគ្នាលេងគឺឈៀលមែនតើបាទស្រស់ស្រាយមែនតើសម្រាប់ចុងសប្តាហ៍ដែលយើងជិះមកលេងនៅជ័យក្រុងនៅកំពង់ឆ្នាំងនឹងអញ្ចឹងណាបងប្អូន ឥ
សម្រាប់មកកាហ្វេនេះគឺយើងអស់តែ 5,000 ទេគឺយើងទិញតែក្រូចឆ្មាមួយកែវហើយនឹងទឹកសុទ្ធមួយដបឥឡូវនេះគឺយើងមកទូទាត់លុយរបស់យើងគឺយើងនៅសល់ 41200 លុយយើងសល់ប៉ុណ្ណឹងគឺយើងនៅសល់ហូបបាយពេលថ្ងៃហើយនឹងចាក់សាំងត្រឡប់ទៅភ្នំពេញវិញហើយឥឡូវគឺយើងមកដល់កន្លែងហូបបាយហើយបងប្អូនគឺនៅចិត្តកន្លែងកាហ្វេហ្នឹងទេគឺអានេះផ្លូវឡើងមកក្រុងកំពង់ឆ្នាំងវិញឥឡូវហ្នឹងគឺយើងរៀបចំហូបបាយថ្ងៃជុំគ្នាបងប្អូនគឺបាយមួយពេលនេះគឺអស់ម្នាក់ 37,000 បន្ទាប់ពីបាយថ្ងៃរួចរាល់ម៉ោងប្រហែលជាម៉ោង 2 កន្លះគឺយើងធ្វើដំណើរឡើងមកភ្នំពេញវិញហើយក៏ចូលចាក់សាំងនៅការ៉ាសាំងតូតាល់នៅកំពង់ឆ្នាំងចាក់សាំងចំនួន 8 លីត្រទៀតគឺ 8 លីត្រហ្នឹងគឺអស់ 38,800 ដូចដែលយើងចាក់នៅភ្នំពេញដែរអញ្ចឹងហើយសរុបមកគឺ mission របស់យើងគឺ fail ហើយបងប្អូនគឺ challenge ហ្នឹង$25គឺអត់គ្រាន់ទេសម្រាប់ការមកកំពង់ឆ្នាំងសម្រាប់អសិចរបស់ខ្ញុំនេះហើយចំណាយលើសបាត់ចិត្តគឺចំនួន$10អញ្ចឹងអាចថាតោះតែ$35ទើបអាចមកផឹកកាហ្វេកំពង់ឆ្នាំងបានសម្រាប់អសិចខ្ញុំចេញធ្វើ challenge លើកទី1បងប្អូនអើយខ្មាស់គេណាស់ហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូពេលក្រោយទៀតអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់